សូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីមួយគឺខជើងជ្រូកជាមួយនឹងត្រពាំងហើយនឹងពងទាតំណងណាពុកម៉ែបងប្អូនហើយបន្លែធម្មជាតិរបស់យើងនៅក្បែរផ្ទះសូមអញ្ជើញពុកម៉ែបងប្អូនឆ្ងាញ់ជាមួយខ្ញុំទាំងអស់គ្នាចា៎
សូមអរគុណសូមជម្រាបលាបាយបាយ